ជំរាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីមករួមថ្នាក់ទាំងអស់គ្នាខ្ញុំបាទឈ្មោះជួយនីសកលជាសិស្សថ្នាក់ទី 12A នៃវិទ្យាល័យសេរីសុភ័ណ្ឌនៅថ្ងៃនេះដែរខ្ញុំលើកយកមុខវិជ្ជាភូមិវិទ្យាដែលបង្រៀនដោយលោកគ្រូជាសិទ្ធីគឺនៅត្រង់ចម្ពោះទី1លក្ខខណ្ឌសង្គមកម្ពុជាមេរៀនទី1ទម្រង់ប្រជាសាស្ត្រកម្ពុជាសំណួរសួរថាតើគេបែងចែករបាយប្រជាជនកម្ពុជាជាប៉ុន្មានអ្វីខ្លះចម្លើយគេបែងចែករបាយប្រជាជនកម្ពុជាជា4តំបន់គឺតំបន់វាលរៀបមាន1រាជធានីនិង6ខេត្តដូចជារាជធានីភ្នំពេញកណ្ដាលកំពង់ចាមត្បូងឃ្មុំស្វាយរៀងព្រៃវែងតាកែវមាន 48.88% ឯតំបន់ទន្លេសាបមាន8ខេត្តដូចជាកំពង់ធំសៀមរាបពោធិ៍សាត់បាត់ដំបងកំពង់ឆ្នាំងបន្ទាយមានជ័យឧត្តរមានជ័យប៉ៃលិនរួមមាន 32.52% តំបន់ឆ្នេរសមុទ្រមាន4ខេត្តគឺព្រះសីហនុ កំពត កែប និងកោះកុងរួមមាន 7.17% ឯតំបន់ខ្ពង់រាបនិងតំបន់ភ្នំមាន6ខេត្តដូចជាកំពង់ស្ពឺស្ទឹងត្រែងរតនគិរីមណ្ឌលគិរីក្រចេះនិងព្រះវិហាររួមមាន 11.43%ចឹងការបកស្រាយដែលទាក់ទងទៅនឹងសំណួរបានឈានមកដល់ទីបញ្ចប់សូមអរគុណនិងសូមជម្រាបលា